បាទសួស្តីប្រិយមិត្តទាំងអស់គ្នាជួបខ្ញុំបាទនៅវីដេអូទី2ហើយបងប្អូនដែលមិនទាន់បានមើលវីដេអូទី1ទេអាចចូលទៅក្នុងមើលវីដេអូទី1របស់ខ្ញុំហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែករំលែកទាក់ទងទៅនឹងប្រាក់បមាដែលមាននៅក្នុងប្រទេសរបស់យើងថាតើប្រាក់បមាហ្នឹងចំនួនប្រមាណហើយធៀបនឹងឆ្នាំ2024ហើយនឹង2025ហ្នឹងប្រមាណហើយអញ្ចឹងយើងនឹងចូលសិក្សាទាំងអស់គ្នាអញ្ចឹងចូលមកដល់ប្រាក់ឈ្នួលបមាអញ្ចឹងខ្ញុំសូមបន្តទៅមេរៀនបន្ទាប់ខ្ញុំសូមប្រាប់អំពីបន្ថែមមេតិការបស់ខ្ញុំយើងនឹងចាប់ផ្ដើមហើយនឹងយើងនិយាយអំពីច្បាប់ហើយនឹងការការពារសិទ្ធិរបស់ប្រិយមិត្តទាំងអស់គ្នាឬក៏បងប្អូនហើយច្បាប់អ្វីដែលយើងត្រូវដឹងហើយត្រូវយើងត្រូវធ្វើអ្វីបន្ទាប់អញ្ចឹងផ្នែកទី1ខ្ញុំសូមយើងរៀនអំពីសិទ្ធិអញ្ចឹងថាតើអ្នកទទួលប្រាក់ខែត្រឹមត្រូវទេអញ្ចឹងនៅក្នុងច្បាប់มันអាចសុកមិនមានច្បាប់ហើយនយោជកដល់ប្រាក់ទៅតាមអ្វីដែលគាត់ធ្វើទេហើយក៏ច្បាប់ការពារយើងដែរអញ្ចឹងបញ្ហាធំមាននយោជកខ្លះមិនគោរពច្បាប់ប្រាក់បមាហើយខ្ញុំសួរថាតើច្បាប់បមាហ្នឹងគឺគោលបំណងអ្វីគឺដើម្បីការពារសិទ្ធិប្រយោជន៍របស់កម្មករយោជិតឬក៏និយោជិតដូចខ្ញុំដែរហើយដំណោះស្រាយគឺយើងច្បាប់ការពារហើយមានទាំងសិទ្ធិហើយអញ្ចឹងដូច្នេះបើយើងជានិយោជិតយើងត្រូវដឹងថាច្បាប់ការពារយើងកម្រិតណាអញ្ចឹងផ្នែកទី2ខ្ញុំនិយាយពីច្បាប់ការពារសិទ្ធិរបស់អ្នកបងប្អូនហើយនៅក្នុងប្រទេសយើងមានច្បាប់ប្រាក់បមាឬច្បាប់ស៊ូរបស់ច្បាប់ក្នុងការងារណាអញ្ចឹងយើងនឹងដឹងអំពីថាច្បាប់ការពារអ្នកធ្វើការយ៉ាងដូចដៃទី1គឺដើម្បីកំណត់បមាដើម្បីធានាការរស់នៅរបស់កម្មករយោជិតអញ្ចឹងមិនមែនថាវាធៀបទៅនឹងសមមាត្រទៅនឹងបំរែបំរួលអតិថិជនតម្លៃទំនិញអីចឹងណាអញ្ចឹងវាត្រូវស៊ីសងគ្នាហើយមួយទៀតប្រឆាំងតកតងនឹងការរំលោភបំពានអញ្ចឹងនយោជកខ្លះគាត់មានការរំលោភបំពានទៅលើករយោជិតអញ្ចឹងច្បាប់នេះក៏ជាឧបករណ៍មួយដើម្បីការពារប្រយោជន៍ឲ្យមិនឲ្យនយោជកដល់ប្រាក់ឈ្នួលទីជាងការកំណត់ឬក៏តម្លៃទីផ្សារទេអញ្ចឹងជួយបានយើងអញ្ចឹងផ្នែកទី3ច្បាប់អ្វីដែលយើងត្រូវដឹងអញ្ចឹងយើងមានច្បាប់ក្រសួងការងារគេមានច្បាប់ការងារច្បាប់ស្ដីអំពីការងារអញ្ចឹងពីមានច្បាប់ហ្នឹងអញ្ចឹងប្រាក់បមាសម្រាប់ឆ្នាំ2024អញ្ចឹងបើយើងធៀបបមាកាលពីឆ្នាំ2024យើងប្រាក់គោលរបស់កម្មករយោជិតគឺមានត្រឹមតែ$204ក្នុងមួយខែអញ្ចឹងអត់អាចរំនឹងទេអញ្ចឹងច្បាប់គេកំណត់ពីដានតែម្ដងហើយសម្រាប់កម្មករយោជិតច្បាប់នេះបមានេះត្រូវបានកំណត់ដោយច្បាប់ហើយអាចបន្ថែមផ្សេងទៀតមានន័យថាមានច្បាប់ផ្សេងទៀតបើសិនជាទៅមុខទៅមានការបំរែបំរួលអីមួយឬការពិសោធន៍តនកម្មអីចឹងណាអញ្ចឹងយើងមកមើលមកវិញថាបច្ចុប្បន្នឆ្នាំ2025ហ្នឹងតើប្រាក់បមាមានចំនួនប្រមាណអញ្ចឹងប្រាក់បមាមានចំនួន$208ដែលក្នុងនោះមាន$2ដែលរាជរដ្ឋាភិបាលគេជួយសម្រាប់កម្មករយោជិតណាអញ្ចឹងយើងតទៅទៀតប្រាក់ខែរបស់អ្នកមានរួមបញ្ចូលអ្វីខ្លះអញ្ចឹងយើងមានដូចជាប្រាក់បៀវត្សដូចយើងបាន$208អញ្ចឹងជាមូលដ្ឋានហ្នឹងសម្រាប់មូលដ្ឋាននៃការប្រាក់សរុបរបស់យើងណាប្រាក់បៀវត្សរបស់យើងសម្រាប់គេកណនីប្រាក់បៀវត្សរបស់យើងអញ្ចឹងប្រាក់បន្ថែមមានអាឡូវ៉ាន់មានប្រាក់អាហារមានប្រាក់ធ្វើម៉ោងបន្ថែមហើយខ្ញុំសូមបញ្ជាក់បន្តិចថាប្រាក់បន្ថែមនេះមានន័យថាបើសិនជាក្រុមហ៊ុនគាត់ចំណេញគាត់អីគាត់នឹងធ្វើការដល់នៅប្រាក់បន្ថែមហើយបើក្នុងករណីនេះប្រាក់ធ្វើម៉ោងបន្ថែមនេះ over time payment ហ្នឹងមានន័យថាយើងថែមម៉ោងធ្វើការអញ្ចឹងយើងមានប្រាក់ដូចខ្ញុំលើកឡើងនៅក្នុងវីដេអូទី1ហើយអញ្ចឹងបើសិនជាយើងធ្វើការចំថ្ងៃអាទិត្យឬក៏ថ្ងៃពាក់កណ្ដាលថ្ងៃស្អែកអញ្ចឹងទៅយើងបាន50%នៃប្រាក់ឈ្នួលបើសិនជាយើងប៉ះចំថ្ងៃបុណ្យទានយើងបាន100%បូកនឹងប្រាក់ដើមប្រាក់គោលវាគេហៅ200%អញ្ចឹងបន្តមកទៀតអញ្ចឹងដោយសារតែច្បាប់ការងារយើងវាគ្រប់ដណ្ដប់ទូទាំងប្រទេសហើយដោយសារតែផ្នែកខ្លះក៏មិនមានការនយោជកគាត់មិនគោរពទៅតាមទាំងស្រុងនឹងដែរអញ្ចឹងមានផ្នែកខ្លះដែលវិស័យខ្លះដែលមិនទាន់មានការអនុវត្តច្បាប់ពេញលេញណាអញ្ចឹងក៏យើងត្រូវដឹងដែរហើយមួយទៀតប្រាក់ខែត្រូវបង់ជាទៀងទាត់អញ្ចឹងក្នុងនាមគាត់ជានយោជកយើងជានយោជិតយើងត្រូវដឹងអំពីថាការបើកប្រាក់ខែអញ្ចឹងពីមុនគឺបើកប្រាក់ខែបង់ម្ដងក្នុងមួយខែតែបច្ចុប្បន្ននេះមានការកែប្រែគឺ2ដងក្នុងមួយខែអញ្ចឹងណាហើយការអនុវត្តដូចយូរហើយ2ដងក្នុងមួយខែណាហើយការដែលបង់យឺតឬក៏ការនៃការបង់វាគឺជាអំពើខុសច្បាប់ណាអញ្ចឹងច្បាប់ការពារបងប្អូនហើយផ្នែកទី4តែយើងធ្វើអ្វីបន្ទាប់ផ្នែកទី4អញ្ចឹងយើងចាំថាអ្វីដែលយើងត្រូវធ្វើគឺការបើកប្រាក់យើង topic របស់យើងគឺនិយាយអំពីប្រាក់បមាអញ្ចឹងអ្វីដែលយើងត្រូវដឹងគឺយើងត្រូវរក្សាទុកនៅ pay slip របស់យើងមកគេបើកប្រាក់ឲ្យយើងជាមាន record ដើម្បីជាបតាំងយើងបង្ហាញថាប្រាក់របស់យើងពិតជាទទួលបានពិតប្រាកដមែនហើយងាយស្រួលសម្រាប់អ្នកដែលគាត់ជួយក្នុងការតាមដានការបើកប្រាក់ពីនយោជកមកនយោជិតអញ្ចឹងដែរអញ្ចឹងអ្វីដែលយើងរៀនគឺការរក្សាឯកសារ
subscribe បានត្រឹមត្រូវហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយយើងរៀនទាំងអស់គ្នាសូមចុច subscribe ឬក៏ comment នៅក្នុងវីដេអូរបស់ខ្ញុំហើយនៅក្នុងនេះក៏ខ្ញុំមាននៅភ្ជាប់ជាមួយនឹងមាត្រាមួយចំនួនដែរអញ្ចឹងមាត្រានេះគឺនិយាយអំពីប្រាក់ឈ្នួលបរិមាអញ្ចឹងមាត្រា104គេនិយាយយ៉ាងប្រាក់ឈ្នួលយ៉ាងតិចណាស់ត្រូវឲ្យស្មើនឹងប្រាក់ឈ្នួលបរិមាដែលត្រូវបានធានាពោលគឺរងកម្មករនិយោជិតគ្រប់រូបឲ្យមានកម្ពស់ជីវភាពសមរម្យទៅតាមដីកាយនោះរបស់មនុស្សអញ្ចឹងគឺមានចែងនៅក្នុងនេះហើយខ្ញុំលើកឡើងថាគឺមានច្បាប់ការពារមិនមែនចេះតែយោជបើទៅតាមអ្វីដែលគាត់ឃើញទេហើយមាត្រា107ក៏បានបញ្ជាក់ឲ្យថាប្រាក់ឈ្នួលបរិមាត្រូវបានធានាត្រូវបានរៀបចំឡើងដោយមិនគិតថាវិជ្ជាជីវៈណាឬមុខរបរណាឡើយប្រាក់ឈ្នួលបរិមាដែលត្រូវបានធានានោះអាចប្រែប្រួលតាមភូមិភាគតាមលក្ខណៈសេដ្ឋកិច្ចដែលសម្រាប់កំណត់លក្ខខណ្ឌជីវភាពអញ្ចឹងដូចខ្ញុំលើកឡើងអញ្ចឹងកត្តាអតិផរណាដែរកត្តាសេដ្ឋកិច្ចដែរទើបមិនមែនថារកស៊ីខាតហើយចេះតែតម្លើងទៅឲ្យកម្មករយោជិតបានតែម្ដងទេអញ្ចឹងគឺគេមានការថ្លឹងថ្លែងហើយនេះគឺជា link ដែលខ្ញុំដាក់ link ដែលខ្ញុំដាក់នៅក្នុងនេះគឺអាចទៅមើលបានប្រាក់ឈ្នួលដែលទទួលបានគឺ$208អញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានហើយមានអីជួយ subscribe នៅវីដេអូរបស់ខ្ញុំហើយយើងនឹងលើកយក topic ថ្មីៗទៀត